ចិនឲ្យកម្ពុជាថៃត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់ភារកិច្ចបន្ទាន់គឺត្រូវបញ្ឈប់ការបាញ់ប្រហារគ្នាឲ្យបានឆាប់ចាប់ផ្ដើមសន្ទនាឡើងវិញនិងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីហើយរីករាយក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់វេទិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរនេះគឺជាគំសាដែលអគ្គទូតចិនប្រចាំកម្ពុជាលោកវ៉ាងវីងពីនបានផ្សព្វផ្សាយឲ្យដឹងក្រោយពេលលោកដេងស៊ីជុនមន្ត្រីបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិនបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានិងថៃដើម្បីសម្របសម្រួលឲ្យមានការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជាថៃអគ្គទូតចិនលើកឡើងថាភាគីចិនបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដល់អាស៊ាននិងគាំទ្រទូនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងការឃ្លាំមើលបទឈប់បាញ់រីករាយនៅក្នុងការបង្កើតលក្ខខណ្ឌឡើងវិញនិងផ្ដល់ជីវតិកាសម្រាប់ការសន្ទនានិងកិច្ចចរចារវាងភាគីទាំងពីរចិនសង្ឃឹមថាកម្ពុជានិងថៃនឹងរួមដំណើរគ្នាបន្តទៅមុខខិតខំស្ដារទំនុកចិត្តគ្នាទៅវិញទៅមកនិងកសាងសន្តិភាពឡើងវិញតាមបណ្ដោយព្រំដែនចូលមកពីរាប់បីគ្រាប់ប្រឡានមួយទៀតកុំទៅឲ្យហ៎កុំទៅដាក់ឲ្យកុំទៅហើយបាទទៅកុំអត់អីទេកុំអត់អីទេកុំលួចលីបាត់